ប្រទេសវៀតណាមបានអនុវត្តប្រធានការដំណើរគ្នាជាមួយនឹងប្រទេសកម្ពុជាយើងឲ្យប្រធានការនៅប្រទេសវៀតណាមចេញមកគឺប្រកាសណែនាំបន្ទាប់មកគឺអនុវត្តច្បាប់ផាកវិន័យតែម្ដងក្នុងការរៀបសម្ដាប់ធ្នាប់គឺផ្ដោតទៅលើការរៀបចំផ្សារលក់ដូរឲ្យមានសម្ដាប់ធ្នាប់មិនឲ្យលក់តាមសញ្ញាផ្ទះលក់តាមដងផ្លូវរញ៉េរញ៉ៃទូទាំងខេត្តក្រុងសរុបសេចក្តីមកមានន័យថាក្នុងប្រទេសវៀតណាមមិនមែនផ្ដោតតែលើផ្សារទេគឺសូម្បីតែតាមផ្ទះប្រជាជនដែលរស់នៅកណ្ដាលទីក្រុងរស់នៅទីក្រុងជាពិសេសគឺសូម្បីតែកន្លែងសញ្ញាផ្ទះកន្លែងយើងក៏អត់មានសិទ្ធិដាក់តាំងអ្វីអាវ៉ាន់លក់ហៀមកដល់ខ្នល់ឬក៏ដាក់តុកាហ្វេអីអង្គុយផឹកអង្គុយអីញ៉ៃញ៉ៃអីអត់ទេគឺមានន័យថាតាមដងផ្លូវដែលជាប់ផ្លូវជាតិធំហ្នឹងគឺកន្លែងមុខផ្ទះហ្នឹងគឺទុកឲ្យប្រជាជនធ្វើដំណើរដើរថ្មើរជើងហើយគេមានបាញ់កណ្ដុះកន្លែងណាត្រូវចតឡានកន្លែងណាត្រូវចតម៉ូតូបានហើយកន្លែងណាជាកន្លែងថ្មើរជើងគឺគេមានកំណុះសម្គាល់ទាំងមុនដែលចាប់ផ្ដើមវិធានការគឺអាជ្ញាធរចេញសេចក្តីប្រកាសមុនប្រហែលថ្ងៃកំណត់ថ្ងៃចុះអនុវត្តបើសិនជាថ្ងៃចុះអនុវត្តហ្នឹងនៅតែអត់ឃើញអាជីវករលក់ដូរគ្រប់គឺចុះផាកវិន័យយកតែម្ដងអញ្ចឹងការផាកវិន័យច្បាប់ថ្មីចេញមករាល់យានយន្តយានជំនិះចតខុសច្បាប់គឺ$25អាជីវករលក់ដូរលក់តាមចិញ្ចើមថ្នល់ខុសច្បាប់ខុសវិន័យគឺផាកកម្រិតស្រា$100កម្រិតមធ្យម$500កម្រិតធ្ងន់គឺ$1000ធ្ងន់ហ្នឹងមានន័យថាម៉េចបងប្អូនគឺតាក់ទងទៅរឿងនឹងម្ចាស់ផ្ទះដែលជួលលក់ឲ្យទៅអាជីវករលក់ដូរហ្នឹងអញ្ចឹងគេផាកវិន័យតាំងម្ចាស់ផ្ទះហ្នឹងទៀតចឹងទម្លាប់នៃការរស់នៅនៃការផ្លាស់ប្ដូរជីវភាពរស់នៅប្រជាជននៃប្រទេសនីមួយៗគឺវិវត្តទៅតាមសម័យកាលជាពិសេសគឺ2026នេះគឺផ្ដោតទៅលើមិនថាប្រទេសវៀតណាមឬក៏ប្រទេសកម្ពុជាយើងទេគឺបណ្ណាំប្រជែងគ្នាផ្ដោតទៅលើការផ្អួតសម្រស់ទីក្រុងចំពោះគម្រោងវិធានការនេះសូម្បីតែប្រទេសវៀតណាមដែរគឺកំណត់ច្រើនឆ្នាំហើយប៉ុន្តែអត់អនុវត្តទេទើបតែអនុវត្តពិតប្រាកដនៅឆ្នាំ2026នេះដំណើរគ្នាជាមួយនឹងប្រទេសកម្ពុជាយើងតែម្ដងហើយបើនិយាយពីរឿងការលក់ដូរតាមចើមខ្នល់គៀកខ្នល់នៅវៀតណាមសម្បូរណាស់ទៅពេលដែលវិធានការដាក់អនុវត្តចេញវិធានការភ្លាមសម្លេងមហាជន100%មិនថានៅប្រទេសវៀតណាមឬក៏ប្រទេសកម្ពុជាយើងទេគឺគ្រប់គ្រងអាជ្ញាធរនៅពេលដែលវិធានការនេះដាក់ចេញមកភ្លាមមហាជនភាគច្រើនគាត់រិះគន់ទៅកាន់អាជីវករដែលចូលចិត្តលក់ដូរតាមដងផ្លូវតែបើយើងវិភាគឲ្យស៊ីជម្រៅកន្លងមកនេះហេតុផលអីបានសម្បូរដែលបងប្អូនគាត់ចូលចិត្តលក់តាមចិញ្ចើមថ្នល់ដោយសារអីគឺមកពីអ្នកទិញនឹងដូចគ្នាចូលចិត្តទិញតាមចិញ្ចើមផ្លូវគៀកថ្នល់អញ្ចឹងណាពេលខ្លះផ្សារនៅខាងក្នុងអត់ចង់ជិះចូលទេមកទិញទៅខាងក្រៅដល់ទៅពេលអ្នកលក់បំពេញបំណងតាមអ្នកទិញនាំគ្នាទៅលក់នៅខាងក្រៅបើលក់នៅខាងក្នុងអត់សូវមានអ្នកទិញពួកគាត់បើនិយាយពីកំហុសធ្ងន់ជាងគេមិនមែនជាអាជីវករអ្នកលក់ទេណាគឺកំហុសអ្នកជួលហ្នឹងហើយអ្នកដែលគាត់មានផ្ទះឬក៏មានកន្លែងជួលឲ្យគាត់គៀកចាំខ្នល់ហ្នឹងគឺជាអ្នកខុសធ្ងន់ជាងគេបើសិនជាអ្នកជួលហ្នឹងមិនជួលឲ្យពួកគាត់ម្លោះហើយពួកគាត់មិនមែនបានទៅលក់នៅកន្លែងនោះទេអញ្ចឹងដល់ទៅពេលវិធានការចុះអនុវត្តនេះមានអ្នកណាទៅរិះគន់អ្នកជួលផ្ទះអ្នកជួលកន្លែងឲ្យពួកគាត់ទៅរិះគន់ស្ដីឲ្យឌីលតែអាជីវករលក់ដូរហ្នឹងនិយាយពីអាជីវករលក់ដូរនៅតាមផ្សារដំគោតាមផ្សារអ្នកមាសបងប្អូនពួកគាត់ខំលក់ណាបើមិនខំលក់ទេមិនប្រឹងទេគឺអត់មានលុយបង់តូបគេទេតូបមិនមែនថោកទេផ្ទះជួលមកជុងចំមកខ្នល់បងប្អូនចំផ្លូវមួយខែ$3000ថោកអស់ឲ្យ2000ហើយថោកខ្លាំង$1500បើអាជីវករដែលគាត់លក់មកព្រឹកតាមដងផ្លូវតាមសញ្ញាផ្ទះគេគៀកខ្នល់ហ្នឹងបងប្អូនលក់តាមមួយផ្លែមកព្រឹកពី$1000 $700ថោកអស់ឲ្យ$500ក្នុងមួយខែការរស់ស៊ីសម័យនេះគឺប្រណាំងប្រជែងគ្នាណាស់អ្នកលក់ច្រើនអ្នកទិញតិចអញ្ចឹងបងប្អូនពេលខ្លះលក់ដូរមិនមែនអង្គុយតែចំណេញរហូតទេមិនមែនអង្គុយតែខាតរហូតដែរមានពេលចំណេញមានពេលខាតអញ្ចឹងទៅក្នុងការអភិវឌ្ឍឈានទៅរកការផ្លាស់ប្ដូរថ្មីគឺប៉ះពាល់បំផុតទៅលើអាជីវករដែលគាត់លក់ដូររស់ស៊ីតាមចិញ្ចើមថ្នល់ដែលជាឆ្នាំងបាយរបស់គាត់អញ្ចឹងពេលវេលានេះដែរក៏សូមបងប្អូនមេត្តាយោគយល់រិះគន់ដោយសេចក្តីថ្លៃថ្នូរលើកទឹកចិត្តពួកគាត់បន្តឲ្យមានការផ្លាស់ប្ដូរទីតាំងដោយសារពេលនេះបងប្អូនខ្លះគាត់កំពុងតែមានសម្ពាធសេដ្ឋកិច្ចធ្លាក់ប្រាក់ចំណូលបាត់បង់ចំណូលទាំងស្រុងដើម្បីផ្លាស់ប្ដូរជីវិតទៅរកទីតាំងថ្មីដោយសារយើងមិនមែនជាពួកគាត់ពេលខ្លះពួកគាត់ក៏មាននៅសម្ពាធនៅបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសាររៀងខ្លួនអញ្ចឹងហើយមកដល់ពេលវេលានេះដើម្បីជាប្រយោជន៍រួមខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់សូមចូលរួមលើកទឹកចិត្តនិងរិះគន់ដោយសេចក្តីថ្លៃថ្នូរតពីបងប្អូនអាជីវករលក់ដូរតាមផ្សារដំគោតាមផ្សារអ្នកមាសហើយខ្ញុំបញ្ជាក់បន្តិចអ្នកដែលគាត់មានតូបត្រឹមត្រូវលក់នៅក្នុងផ្សារដំគោផ្សារអ្នកមាសគឺគាត់នៅលក់ធម្មតាទេការឈប់លក់នេះគឺបងប្អូនដែលលក់គ្មានសណ្ដាប់ធ្នាប់តាមចិញ្ចើមថ្នល់គ្មានតូបត្រឹមត្រូវគឺត្រូវចាក់ចេញទៅរកទីតាំងថ្មីបន្ទាប់ពីមានការធ្វើបាតកម្មរយៈពេល2-3ថ្ងៃរួចមកអាជ្ញាធរក៏បានចុះទៅអនុវត្តហើយអាជីវករភាគច្រើនក៏គាត់បានសុខចិត្តហើយគាត់បានផ្លាស់ប្ដូរទៅរកទីតាំងថ្មីហើយទីតាំងថ្មីមិនមែនមានតែផ្សារដំគោថ្មីទេមាន2-3កន្លែងសម្រាប់ឲ្យពួកគាត់ជ្រើសរើសចឹងហើយក៏សូមសំណូមពរដល់បងប្អូនមួយចំនួនខ្លះគាត់រិះគន់ដូចជាជ្រុលមកលក្ខណៈជន់បលិចមកគឺគាត់រិះគន់រហូតដល់ថ្នាក់ទៅវេកញែកជីវិតអ្នកផ្សារដំគោសុទ្ធតែអ្នកមានអត់មានអ្នកក្របើនិយាយទៅអ្នកដែលគាត់រស់ស៊ីនៅផ្សារដំគោផ្សារអ្នកមានហ្នឹងបងប្អូនមិនមែនប្រកាសថាក្រទាំងអស់ហើយក៏មិនមែនប្រកាសថាមានទាំងអស់ដែរអញ្ចឹងហើយយើងមិនអាចវេតម្លៃរួមហើយយើងរិះគន់ទេដោយសារតែបុគ្គលម្នាក់ពីរម្នាក់ដែលយើងឃើញដូចបងស្រីនោះគាត់មកតវ៉ាដល់ទៅឆៃ profile គាត់ទៅឃើញគាត់ជិះឡានជិះអីហ្នឹងហ្នឹងហើយបងប្អូនពេលខ្លះបងប្អូនបាច់ចាំបាច់ឆ្ងល់រឿងហ្នឹងពេលខ្លះអុកញ៉ាខ្លះនោះគាត់ដាក់លុយពេញតុកតាំងគីបនោះតែលទ្ធផលអតិថិជនទៅទិញដីទិញផ្ទះទិញដីបានដីទិញផ្ទះបានផ្ទះនោះអាជីវករខុសរឿងលក់លើដងផ្លូវមានគាត់ក្រគាត់ខំឯសាកម្លាំងកប្រធានបទរឿងជីវិតអាជីវករអ្នកមានអ្នកក្រជារឿងបុគ្គលទេសំខាន់ការអនុវត្តប្រធានការនេះមិនកំណត់ទៅលើជីវិតអ្នកមានត្រូវឲ្យឈប់លក់ឲ្យនៅបន្តលក់អ្នកក្រត្រូវឲ្យឈប់លក់ទេគឺប្រធានការច្បាប់កំណត់ចេញមកអ្នកណាដែលគាត់លក់តាមចិញ្ចើមថ្នល់គឺត្រូវឲ្យឈប់លក់គ្មានតូបត្រឹមត្រូវហ្នឹងគឺឈប់មិនឲ្យលក់ដាច់ខាតបើនិយាយឲ្យត្រង់ហ្មងបងប្អូនអ្នកដែលគាត់មកបាតកម្មប្រហែលថ្ងៃមុនហ្នឹងភាគច្រើនគឺគាត់មិនសូវធូរធារទេបើអ្នកមានក៏មានដែរតែវាមិនសូវមានអ្នកមានណាគេមកបាតកម្មទេអ្នកមានពិតប្រាកដគេរស់ស៊ីតចំនួនគេទិញបានរហូតដល់ផ្ទះគេទិញបានរហូតដល់តូបអ្នកខ្លះមិនបានមានលុយទិញផ្ទះទិញតូបផ្ទាល់ប៉ុន្តែគេមានសមត្ថភាពជួលតូបថ្មីលក់អញ្ចឹងគេអត់ខ្វាយខ្វល់អត់ឈឺចិត្តអត់វេទនាទេគេមានតែដេកសប្បាយចិត្តហងនៅពេលដែលដេញបងប្អូនតាមចាមខ្នល់ហ្នឹងអស់ទៅមួយដែលតាមចាមខ្នល់កន្លងមកហ្នឹងបកទៅទិញពួកគាត់ដែលមានតូបត្រឹមត្រូវនោះ
បងប្អូនខ្លះនោះក៏ចេញវិធានបទឡើងសិតតែឲ្យប្រទេសកម្ពុជាយើងអភិវឌ្ឍផ្សារឲ្យរីកចម្រើនឲ្យបានដូចប្រទេសជប៉ុនប្រទេសអាមេរិកប្រទេសអីអ្នកខ្ញុំនាំបងប្អូនមកមើលផ្សារបោះដុំនៅវៀតណាមបងប្អូនមើលចង់លើកផ្សារដើមគោផងលើកផ្សារដើមគោលើកផ្សារនៀបមាសផងហើយប្រទេសវៀតណាមបងប្អូនហ្នឹងឯងសេដ្ឋកិច្ចគេខ្លាំងអភិវឌ្ឍខ្លាំងណាស់ប៉ុន្តែនៅតែគេមិនទាន់អាចធ្វើបានឲ្យដូចអាមេរិកដូចផ្សារជប៉ុនដូចផ្សារកូរ៉េផងបើនិយាយពីផ្សារលក់រាយនៅប្រទេសវៀតណាមគឺចេញមកទម្រង់បែបនៅមិនថានៅទីក្រុងនៅតាមខេត្តតាមស្រុកទេហើយបើជនបទគឺលក្ខណៈចេញមកគឺលក់បែបនេះបងប្អូនគឺទម្រង់ចឹងហើយបើផ្សារបោះដុំបងប្អូនមើលតាមលក់ទៅគឺទីធ្លាធំណាស់ប៉ុន្តែសម្រាប់ធ្នាប់ម៉ោងលក់គឺញ៉ៃញ៉ៃចឹងពួកពាក្យថាផ្សារបោះដុំបងប្អូនម៉ោងលក់គឺមិនអាចស្អាត 100% ទេតែគេមានម៉ោងគេបោះសម្អាតនៅពេលតែម៉ោងហ្នឹងគឺស្ងាត់មនុស្សទិញផ្សារដើមគោផ្សារនេះយើងក៏ចឹងដែរបងប្អូនម៉ោងលក់គឺវាញ៉ៃញ៉ៃមែនតែម៉ោងដែលឈប់លក់គឺចាប់ដើមបោះសម្អាតស្អាតដូចតែគ្នាហ្នឹងបើនិយាយពីបញ្ហាស្ទះផ្លូវញ៉ៃញ៉ៃហ្នឹងពេលខ្លះគឺអ្នកជិះដែរហ្នឹងអ្នកជិះភាគច្រើនសូវគោរពច្បាប់ចរាចរណ៍ទេបើនៅវៀតណាមគេគោរពច្បាប់ចរាចរណ៍ហើយនៅក្នុងផ្សារភាគច្រើនគេឲ្យឡានឲ្យអីជិះចូលទេគេឲ្យតែម៉ូតូជិះចូលហើយយើងមានទាំងលម៉កមានទាំងឡានមានទាំងម៉ូតូមានទាំងកង់3ជិះចូលក្នុងពេលតែមួយពេលខ្លះមិនមកពីអ្នកលក់ទេមកពីអ្នកជិះផ្លូវតំបន់ខ្លះស្ទះអត់មានផ្សារលក់ដូរផងតែនៅតែស្ទះមកពីភាគច្រើនប្រជាជនយើងជិះបច្រាស់ជិះអត់គោរពច្បាប់ចរាចរណ៍ហើយបលាវិញដើរចតទៅពីចតឲ្យមានកន្លែងចតគឺគាត់ចតហើយសពថ្ងៃនេះដូចផ្សារដើមគោផ្សារនេះមានបងប្អូនគឺទូចទីធ្លាទូចបើសិនជាអាចគឺដើម្បីរៀបចំម្ដងឲ្យចប់កុំឲ្យដែរគឺលុបបំបត្តិផ្សារដើមគោផ្សារនេះមានហើយអាជីវករភាគច្រើនគឺគាត់នាំគ្នាទៅលឿនហ្មងបើសិនបានទៅទាំងអស់គ្នាអាជីវកររងថ្ងៃនេះគាត់នៅមើលបណ្ណាំគ្នាមួយទៅមួយអត់ទៅតែបើថាបានលុបចោលផ្សារដើមគោផ្សារនេះមានពួកគាត់នាំគ្នាទៅលឿនហ្មងទៅទាំងអស់គ្នាពួកគាត់គិតថាចេះតែអស់អ្នកលក់ចឹងអ្នកទិញនាំគ្នារត់តាមទៅទិញនងទាំងអស់គ្នាហ្នឹងនៅប្រទេសវៀតណាមវិញគឺថាអ្នកលក់ដូរមានភាពញ៉ៃញ៉ៃតែបើថាច្បាប់ចរាចរណ៍គឺគោរពណាស់ចេះជិះចេញពីផ្ទះគឺត្រូវតែមានមួកហើយបើឡានវិញបងប្អូនឡានដឹកតំណែងចេញចូលគឺមានម៉ោងផ្លូវណាឲ្យបើកបានពេលណាក៏ឲ្យបើកបានហើយផ្លូវណាត្រូវចូលចំនួននេះថា3តោនគឺជិះចូលបានតែ3តោនទេអត់មានឡាន5តោនជិះឆ្លងកាត់ផ្លូវហ្នឹងគឺអត់ដាច់ខាតហើយបើចំពោះផ្សារលក់រាយវិញបងប្អូនគឺយើងមើលតាមរូបទៅគឺគេធ្វើឲ្យមានផ្លូវម៉ូតូជិះចូលតែឡានអត់មានឲ្យសិទ្ធជិះចូលទេឡានកម្រមានជិះចូលណាហើយបើយើងជាអ្នកទិញនេះគឺជិះទៅចាក់ចូលទៅគ្រប់តូបចាក់ពីតូបនេះទៅតូបនោះនិយាយទៅជិះម៉ូតូដើរទិញហ្មងពេលដែលខ្ញុំទៅសារប្រទេសវៀតណាមលេខ1នោះគឺការរៀបចំសណ្ដាប់ធ្នាប់ផ្លូវគឺស្អាតណាស់តាមដងផ្លូវជិះមកគឺស្អាតណាស់ហើយបើនៅតាមទីក្រុងគឺលក្ខណៈបែបនេះតាមខេត្តក៏អញ្ចឹងដែរបងប្អូនតែបើតាមស្រុកភូមិឃុំនៅកណ្ដាលវាលស្រែវិញគឺចេញមកបែបនេះបងប្អូនគឺថាអត់មានឲ្យផ្លូវណាកកិច្ចកគ្រប់កលិកកលុកគឺសុទ្ធតែប៊ីតុងទាំងអស់មិនថាផ្លូវគ្រាន់ថាផ្លូវខ្លះវាធំផ្លូវខ្លះវាទូចទៅតាមស្ថានភាពផ្លូវធ្វើជិះអញ្ចឹងណា